mình lên ươn hang nam một khứa một việc đã khai đọc mua nít trời mà một người nè một po lương tung sát mình tên mong nè rồi tung sọc mong mà tết cao trong khai đọc mua con này tập bài po sát đây anh muốn mình lên được chán mình tên anh ban cho đòn camera thon mà đặc biệt trong bản phó kỹ mình tên tại sát na tết phim nơi cái khai này cái sát mong riêng tích trệ tích cho tích tay này đã sẵn chưa sẵn thế một ôn tôi sẽ làm đâu complete chui xem nếu muốn không ôn này nhầm oi nhầm thọt anh mơ test phim sắp vào đây khai năng cái đấy khai năng cái hai thay đồng đôi lồng hai trâu cắt đôi dương này mai chứ cái này mai khai năng dương trâu cắt hai cái đấy có kia trâu cắt của một pho đây chọc thọt men chơi thế một ôn mẹ đang chơi po sátนะខាងនេះខែស្លឹកឈើជ្រុះប្រែពណ៌ហើយមានបងប្អូនខ្មែរយើងមកលេងច្រើនចម្រុះជាតិសាសន៍នេះមកលេងរហូតអើយនៅចិត្តផ្ទះស្អាតណាស់កុំភ្លេចមកលេងបងប្អូននៅកូរ៉េណាបងប្អូននឹងហើយបងប្អូនដោយបងប្អូនឃើញស្រាប់ហើយទេសភាពគឺស្អាតមែនទែនដើមឈើស្លឹកឈើគឺប្រែពណ៌លឿងទុំហ្មងនិយាយរួមខែនេះតាមព្រៃភ្នំមួយគឺស្លឹកឈើចាប់ដើមទុំនៅនេះមានតែមួយពណ៌ទេតែបើនៅកន្លែងផ្សេងវិញគឺមានពណ៌មួយប្រភេទទេគឺពណ៌ក្រហមពណ៌លឿងវាផ្ដុំគ្នាចឹងទៅប្រែមកមើលទៅស្អាតមែនតើតែកន្លែងនេះមានតែមួយពណ៌ទេពណ៌លឿងកន្លែងនេះគេឲ្យឈ្មោះថាអឿនហេងណាមូខិលកន្លែងដែលល្បីជាងគេនៅតំបន់នេះហើយតំបន់អាសានស៊ីបងប្អូនមើលពណ៌លឿងទុំស្អាតហើយថ្ងៃនេះមកជាក្រុមមក9គ្នាយូរបានដើរជុំគ្នាម្ដងមិនងាយទេបានដើរជុំគ្នានេះស្ដាមានបទធ្វើបនបានដើរមួយគ្នាយូរបានដើរមួយគ្នាម្ដងហើយមើលសិតតែគីឡូឯងស្អាតប្រុសហ្មងធីមនេះហើយមើលទេសភាពខាងក្រោយតំបន់នេះមនុស្សមកច្រើនណាស់បងប្អូនចម្រុះជាតិសាសន៍មកទៅជិបទីឆ្ងាយហើយខ្ញុំនៅជិតតំបន់នេះទេមិនឆ្ងាយពីកន្លែងនេះជិះឡានប្រហែលជា20នាទីគឺមកដល់ហើយជិះឡានក្រុងទៀតហើយមួយមនុស្សណាន់តាន់តាប់បងប្អូនហើយមនុស្សไปជ្រៀតគ្នាណាមួយកូរ៉េប្រជាជនច្រើនផងប្រជាជន50លាននេះហើយមនុស្សច្រើនយ៉ាងហើយទៅដល់ណាក៏មនុស្សច្រើនដែរឲ្យតែមានរមណីយដ្ឋានគឺមនុស្សច្រើនមកនិយាយពីឡានវិញស្ទះមិនបាច់និយាយឡានហើយចាយដោនអីឆ្នាំនេះអត់ភ្លៀងបើសិនជាភ្លៀងវិញក៏មិនស្អាតដល់តាក់នេះដែរដោយសារតែអត់ភ្លៀងហើយបានទេសភាពអំណោយផលហើយបើកថ្ងៃមកទៀតថតរូបកាន់តែស្អាតទៀតហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ follow page និង subscribe channel YouTube ជួយ share ខ្ញុំដាក់នៅលើអេក្រង់កាលពីដើមបងប្អូនឃើញហើយឈ្មោះនឹងតែម្ដងកុំភ្លេចចូលទៅ subscribe channel YouTube មួយផងដើម្បីទទួលបានវីដេអូថ្មីខ្ញុំធ្វើចែករំលែកពីប្រទេសកូរ៉េឲ្យបងប្អូនរៀនសូត្រស្វែងយល់ថាហេតុអីបានជាប្រជាជនកូរ៉េប្រទេសកូរ៉េគឺរីកចម្រើនខ្លាំងម្ល៉េះប្រជាជនគេគឺទម្លាប់ធ្វើអីលឿនណាបងប្អូនហើយការរស់នៅគេគឺស្អាតបាតធ្វើអ្វីក៏លឿនហើយស្អាតបាតទៀតចឹងហើយបានប្រទេសគេរីកចម្រើនហើយនេះមើលគឺរដូវនេះចាប់ដើមតែជាណាបងប្អូនមើលខ្ញុំពាក់អាវរៀងក្រាស់គ្រាន់បើដែរក៏ប៉ុន្តែអត់ទាន់ធ្លាក់ព្រិលទេឆ្នាំទៅខែពាក់កណ្ដាលខែ11លើធ្លាក់ព្រិលធ្លាក់ខ្លាំងមែនតើលើដំបូងខែ11តែឆ្នាំនេះអត់ទាន់ធ្លាក់ទេប្រហែលជាដល់ខែ12បានចាប់ផ្ដើមធ្លាក់រៀងយូរជាងឆ្នាំទៅមួយខែហើយមើលបងប្អូនខ្មែរយើងក៏មកច្រើនជាពិសេសវៀតណាមបងប្អូនយើងផ្នែកខាងកើតវៀតណាមនឹងមកច្រើនណាស់តំបន់នេះនឹងមកពីខាងណានិយាយរួមនៅកូរ៉េជនជាតិវៀតណាមច្រើនណាស់ជនជាតិវៀតណាមច្រើនដូចជនជាតិចិនដែរជនជាតិបន្ទាប់ពីកូរ៉េមកគឺចិនច្រើនជាងគេបន្ទាប់មកវៀតណាមហ្នឹងឯងច្រើននោះកម្ពុជាយើងមិនសូវច្រើនប៉ុន្មានទេប្រហែលជា50000នេះឯងមិនសូវច្រើនប៉ុណ្ណឹងជាផ្សេងច្រើនណាស់ដូចថៃ20000នាក់ជាងច្រើនយើងប្រហែលជា50000នាក់ហើយបងប្អូនមើលច្រើនណាស់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងថតចែកជូនបងប្អូនទស្សនាបាយជូនពរសុខភាពសំណាងល្អជួបគ្នាវីដេអូ